ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីមានបងប្អូនជាច្រើនគាត់ខមមិនមកសួរខ្ញុំថាទូរស័ព្ទរបស់គាត់ចេះតែលោតទិញទៅលោត notification ហ្នឹងបងប្អូនលោតពី chat ផងលោតពី WhatsApp ផងលោតពី Facebook លោតពី Telegram អីទិញទៅអញ្ចឹងណាបាទអញ្ចឹងតាមមានវិធីណាដែលអាចបិទកុំឲ្យវាលោតចុះឡើងអញ្ចឹងបានបាទអញ្ចឹងដើម្បីបិទវាបានគឺបងប្អូនចូលទៅក្នុង setting បាទឥឡូវបងប្អូនចូលទៅក្នុង setting នៅក្នុងទូរស័ព្ទរបស់បងប្អូនមកតើបងប្អូនយកពាក្យថា notification and status bar notification and status bar រកពីលើមក1 2 3 4ទី4បងប្អូនបាទអញ្ចឹងចុចលើ notification ហ្នឹងមកបាទបន្ទាប់មកគឺបងប្អូនចុចទៅលើចំណុចខាងលើគេហ្នឹងគឺមានន័យថា app notification management បាទអញ្ចឹងចុចទៅលើខាងលើគេតែម្ដងបាទបន្ទាប់មកបងប្អូននឹងឃើញទាំងអស់នេះគឺសិតតែជាកម្មវិធីដែលបងប្អូនបាន set up ឬក៏ install ចូលទៅក្នុងទូរស័ព្ទដៃកម្មវិធីទាំងអស់ហ្នឹងហើយដែលវា load ទិញទៅគឺជាកម្មវិធីដែលយើងប្រើធម្មតានឹងឯងបាទអញ្ចឹងឧទាហរណ៍ថាបងប្អូនចង់បិទកម្មវិធី Telegram អញ្ចឹងបងប្អូនអាចចុច scroll ទៅរកកម្មវិធី Telegram មកបាទបងប្អូនបាទ scroll មកបងប្អូនចាំតិចលើបងតា scroll នេះគឺកម្មវិធី Telegram អញ្ចឹងបងប្អូនចុចទៅលើពាក្យ Telegram នេះមកតបបងប្អូនចុចកន្លែងនេះបិទដល់កន្លែងខាងលើ ផុតហ្នឹងគេដាក់ថា allow notification អញ្ចឹងបងប្អូនដាក់បិទចឹងមកមានន័យថា notification ត្រូវបានបិទហើយអញ្ចឹងពេលដែលគេផ្ញើអីផ្សេងរឿងផ្សេងមកគឺបងប្អូនលែងបានលឺហើយបាទអញ្ចឹងយើងថយទៅបងប្អូនអាចបិទដោយណាមទៀតគេថា snap view នេះអញ្ចឹងបងប្អូនបិទកុំឲ្យវាលឺទៅពេកឥឡូវបងប្អូនអាចបិទមួយទៀតមកអញ្ចឹងចាប់ពីពេលដែលបងប្អូនបិទទៅគឺ snap view ហ្នឹងគឺលែងលឺ notification ទៀតហើយបាទក្នុងករណីដែលបងប្អូនចង់បើកវិញគឺបងប្អូនអាចចូលទៅរកកម្មវិធីមិញហ្នឹងឧទាហរណ៍ថា snap view បងប្អូនចូលទៅហើយតបចុចកន្លែងហ្នឹងវិញមកវានឹងបើក notification ហ្នឹងវិញហើយហើយចំណែក Telegram ដែលបងប្អូនបិទមិញបងប្អូនអាចចូលទៅក្នុង Telegram ហើយចុចបើកឡើងនឹងវិញមកអញ្ចឹង notification វានឹងឮសំឡេងរំខានបងប្អូនដូចមុនវិញបាទនេះគឺជាវិធីបិទកុំឲ្យ notification ហ្នឹងវារំខានបងប្អូនអរគ្នាឬទិញទៅបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាយើងជួបគ្នានៅវីដេអូក្រោយបាយបាយ